សួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះយើងនឹងនិទានប្រឡំលោកនៃមនោសញ្ចេតនាមួយមានចំណងជើងថាជើងមេឃថ្មីដែលនិពន្ធដោយអ្នកស្រីពេជ្រសង្វាវ៉ាន់ភាគទី1នៅក្នុងបន្ទប់ទទួលភ្ញៀវលោកស្រីផានីអង្គុយលើកៅអីទំរេតដោយខំភ្ជង់ស្មារតីស្ដាប់វិទ្យុសំឡេងខ្មែរផ្សាយព័ត៌មានសំឡេងសង្ខេបខ្លីៗស្ដីពីព្រឹត្តិការណ៍ដ៏សំខាន់នានាដែលបានកើតឡើងក្នុងរបបរាជានិយមសាធារណរដ្ឋនិយមប្រជាមានិតកម្ពុជារហូតមកដល់ទល់នឹងរបបប្រជាធិបតេយ្យកម្ពុជាក្នុងរយៈពេលជិត20ឆ្នាំនេះលោកស្រីបឺតបារីដោយបង្ខុយផ្សែងទ្រលោមហោះហើរវិលវល់ពេញបន្ទប់ទទួលភ្ញៀវលុះលឺសម្រាប់ជើងមនុស្សដើរនៅក្បែរនោះលោកស្រីក៏ស្រែកឡើងថាសុភាពចាស់លោកស្រីនារីឈ្មោះសុភាពបានឆ្លើយរួចក៏ដើរយ៉ាងអោនលំទោនមកជិតចៅហ្វាយស្រីរួចក៏ដាក់ខ្លួនអង្គុយចុះទៅលើកម្រាលព្រំក្បែរជើងលោកស្រីផានីទៅតាមទម្លាប់ធម្មតារបស់នាងក្នុងឋានៈជាអ្នកបម្រើនាងអង្គុយបត់ជើងយ៉ាងសុភាពរៀបសាររងចាំស្ដាប់ប្រសាសន៍ចៅហ្វាយស្រីដែលនិយាយមកកាន់នាងច្បាស់លះមានសេចក្តីថាយើងអស់ស្រុកអស់ទេហើយឯងក៏ដឹងស្រាប់ហើយថាយើងមករស់នៅស្រះអាស្រ័យនៅស្រុកបារាំងដូច្នេះអ្វីក៏លែងដូចមុនទៀតដែរលោកប្រុសរបស់ឯងក៏លែងមានឋានៈបុណ្យស័ក្តិអ្វីទៀតដែរហើយគ្មាននរណាគេស្គាល់មកជាមន្ត្រីអ្វីទៀតទេចាប់ពីថ្ងៃនេះទៅអញលែងទុកឯងជាអ្នកបម្រើអញទៀតហើយព្រោះអញគ្មានលុយឲ្យប្រាក់ខែឯងដូចកាលនៅក្នុងស្រុកយើងទេដូច្នេះគ្រាន់តែឮសំឡេងប៉ុណ្ណេះភ្លាមនាងសុភាពធ្លាក់ទឹកមុខមួយរំពេចទ្រូងនាងចាប់ផ្ដើមភ័យញ័របំផុតនារីកំសត់ក៏សាកសួរចៅហ្វាយស្រីថាតើលោកស្រីគិតបណ្ដេញខ្ញុំហើយឬខ្ញុំគ្មានទីពឹងឯណាក្រៅពីលោកនិងលោកស្រីទេសូមលោកស្រីមេត្តាឲ្យខ្ញុំរស់នៅក្រុមគ្រួសារលោកស្រីតទៅទៀតផងខ្ញុំសូមនៅបម្រើគ្រួសារលោកស្រីដូចពីមុនដដែលស្ដាប់ឮសំឡេងនេះកាលណាលោកស្រីផានីក៏ងក់ក្បាលងក់គោះកំទេចបារីដាក់ក្នុងក្រញោមរួចក៏បឺតបារីបង្ហុយផ្សែងមួយខ្សឹតទើបលោកស្រីបន្តវិចារទៀតថាអញមិនមែនបណ្ដេញឯងទេសុភាពអញដឹងហើយថាឯងគ្មានទីពឹងឪពុកម្ដាយឯងប្រហែលជាស្លាប់បាត់អស់ទៅហើយប៉ុន្តែអញគ្រាន់តែចង់បញ្ជាក់ថាអញគ្មានលទ្ធភាពផ្ដល់ប្រាក់ខែឲ្យឯងដូចពីមុនទេហើយក៏ពុំអាចចិញ្ចឹមឯងដូចពីមុនបានដែរទើបអញគិតថាចង់ឲ្យឯងទៅធ្វើការចិញ្ចឹមជីវិតនឹងគេចោះឯងអាចនៅជាមួយអញដូចធម្មតាបានក៏ប៉ុន្តែដោយនៅទីក្រុងដែលយើងរស់នៅសប្តាហ៍ថ្ងៃនេះក៏បងប្អូនភៀសខ្លួនខ្មែរយើងក៏កាន់តែនាំគ្នាមកដល់ជាហូរហែនោះដែរអញហាមមិនឲ្យឯងតាក់ទងជាមួយនឹងខ្មែរណាជាដាច់ខាតអុបអមាបើមានគេសួរឯងទៅថាឯងក្មួយរបស់អញគ្មានឈ្មួញគ្មានឈ្នួលគ្មានចៅហ្វាយអីទៀតទេវើយនេះបើសិនជាឯងចង់ជក់កោននៅក្រោមដំបូលផ្ទះរបស់អញតទៅទៀតចាលោកស្រីបើអញ្ចឹងព្រឹកស្អែកនេះលោកប្រុសនឹងជូនឯងទៅបង្ហាញខ្លួននៅរោងចក្រកាត់ដេរខោអាវមួយព្រោះគេកំពុងតែរកកម្មការនីរោងចក្រផងដែរខ្ញុំក៏មិនទាន់ចេះនិយាយភាសាបារាំងផងតើឲ្យខ្ញុំទៅធ្វើការយ៉ាងម៉េចកើតលោកស្រីឈប់ហៅអញថាលោកស្រីទៀតហៅថាលោកអ៊ំស្រីបានហើយចំណែកលោកប្រុសឯងហៅថាលោកអ៊ំប្រុសទៅចាលោកអ៊ំស្រីសុភាពហៅទាំងតតតបនាងដូចជារឹងអណ្ដាតបន្តិចក្នុងការហៅបែបនេះជាលើកដំបូងកុំទើសតល់អីតោងខំទម្លាប់មាត់ហៅអញ្ចឹងទៅចានិយាយអំពីរឿងធ្វើការខ្ញុំដូចជាភ័យណាស់លោកអ៊ំកុំភ័យបើបារាំងគេសួរឯងឆ្លើយថាអោទៅគេស្មានតែឯងចេះសពចេះគ្រប់គេមុខជាព្រមទទួលយកឯងឲ្យធ្វើការហើយណែវើយបើមិនខំប្រឹងជួយខ្លួនឯងនោះគ្មាននរណាជួយឯងកើតទេអញគ្មានប្រាក់ចិញ្ចឹមឯងទេបញ្ហាធំគឺបញ្ហាក្រពះបាយទឹកនឹងណាឬមួយក៏ក្រពះឯងមិនចេះឃ្លានបើមិនចេះឃ្លានសឹមខ្ជិលខ្ញុំមិនមែនខ្ជិលទេលោកអ៊ំខ្ញុំគ្រាន់តែភ័យខ្លាចគេមិនយកខ្ញុំធ្វើការប៉ុណ្ណោះ
យើបានឲ្យឡើងឋានៈជាក្មួយអញក៏ហ៊ានតមាត់ប៉េះភ្លាមកុំនិយាយច្រើនទៅដេកទៅពួនទៅនឹងអាបញាក់ពីព្រលឹមចេញទៅធ្វើការលើកនេះលោកអ៊ំប្រុសឯងជូនទៅម្ដងលើកក្រោយត្រូវទៅម្នាក់ឯងអេះនេះអញប្រាប់ឲ្យដឹងមុនចាលោកអ៊ំព្រលឹមឡើងនាងសុភាពក៏ចេញពីផ្ទះជាមួយលោកស៊ីផលបាត់ទៅថ្ងៃនេះភរិយាលោកស៊ីផលបែបដូចជាហែលហាលពុំដឹងថាត្រូវធ្វើអ្វីខ្លះក្នុងផ្ទះព្រោះលោកស្រីធ្លាប់តែស្រណុកធ្លាប់តែមានអ្នកបម្រើធ្វើជំនួសថ្ងៃនេះនាងសុភាពទៅរកការងារធ្វើបាត់ជាដូច្នេះកិច្ចការងារផ្ទះធំទាំងអស់ត្រូវធ្លាក់មកលើលោកស្រីក៏បានអង្គុយជក់បារីអស់មួយដើមហើយមួយដើមទៀតទម្រាំនឹងដាច់ចិត្តចូលទៅក្នុងផ្ទះបាយដណ្ដើមស្លលោកស្រីធ្វើការបណ្ដើររអូបណ្ដើរថានេះហេតុតែចង់ឲ្យសុភាពវាមានការងារធ្វើចិញ្ចឹមជីវិតលើខ្លួនវាយីដល់ថ្នាក់ចៅវាយដាំបាយឲ្យឈ្នួលស៊ីវិញហើយទេតាអញនេះមាត់ចេះតែរអូដៃក៏ចេះតែធ្វើការអត់ជប់ឈរសោះម្ហូបអាហារក៏ឆ្អិនអស់សពគ្រប់ស្រាប់តែទូរស័ព្ទរោឡើងជាបន្ទាន់លុះស្ដាប់រួចដឹងថាសុភាពបានធ្វើការនោះលោកស្រីផានីត្រេកអរយ៉ាងក្រៃលែងលោកស្រីនឹកថាថ្ងៃនេះបានធូរស្បើយហើយដោយសារសុភាពអាចរលុយយកផ្ទះបានខ្លះបើយើងនាំគ្នាសង្កេតមើលនាងសុភាពវិញយើងឃើញទឹកមុខនាងរីកស្រស់ស្រាយខុសពីគ្រាមុនឆ្ងាយណាស់អ្វីបើនាងធ្វើការ8ម៉ោងក្នុងរោងចក្រហើយប្រើពេលវេលាក្នុងការធ្វើការទៅមកមែនតែសុភាពនៅតែញញឹមព្រោះនាងពេញចិត្តនឹងវាសនាថ្មីរបស់នាងណាស់នាងនឹកថាបើនាងនៅស្រុកខ្មែរនាងប្រកាសជាគ្មានវាសនាបានធ្វើការងារនឹងគេទេសូម្បីតែកិច្ចការក្នុងរោងចក្រក៏ដោយបើនាងគ្មានបាក់ពួកនឹងគេនោះឯងហេតុនេះហើយបានជាឪពុកម្ដាយនាងយកនាងមកឲ្យនៅបម្រើក្នុងគ្រួសារលោកស៊ីផលតាំងពីសុភាពមានអាយុ15ឆ្នាំមកម្ល៉េះនាងត្រូវគ្រួសារលោកស៊ីផលយកមកតាមបម្រើពេលរដ្ឋាភិបាលសាធារណរដ្ឋខ្មែរតម្រូវឲ្យលោកស៊ីផលមកធ្វើការក្នុងស្ថានអគ្គរដ្ឋទូតប្រចាំប្រទេសថៃលុះដល់ប្រទេសខ្មែរធ្លាក់ក្នុងរបបកុម្មុយនីសខ្មែរក្រហមគេបំភ្លេចមន្ត្រីទាំងអស់ដែលធ្វើការនៅរដ្ឋទូតនានាចោលទើបលោកក៏បានសម្រេចចិត្តបកមករស់នៅក្នុងប្រទេសបារាំងហើយក៏បានតាំងទីលំនៅជាប់លប់នៅរដ្ឋ Haute-Pyrénées ដែលជាទីក្រុងមួយនៃទីរួមខេត្ត Strasbourg ដូច្នេះនាងសុភាពពុំដែលស្គាល់ការរងទុក្ខវេទនាអត់ឃ្លានក្នុងរបបប៉ុលពតទេនេះក៏ដោយសារតែនាងមកតាមបម្រើគ្រួសារលោកស៊ីផលដែរការដឹងគុណនេះហើយដែលញ៉ាំងឲ្យនាងសុភាពខិតខំយកចិត្តទុកដាក់បម្រើចៅហ្វាយនាយសពថ្ងៃនេះគេក៏បានក្លាយទៅជាឪពុកម្ដាយធំនាងជំនួសលោកអ្នកមានគុណរបស់នាងទៅហើយក្រៅពីធ្វើការក្នុងរោងចក្រនៅក្នុងផ្ទះសុភាពបម្រើការដោយគ្រាមុនដដែលគឺធ្វើបាយធ្វើទឹករៀបចំបោសជូតផ្ទះហាលអ៊ុតបត់កៅអៅងូតទឹកឲ្យកូនគេជាដើមគឺគ្មានទំនេរដៃអីបន្តិចសោះឡើយនាងក៏មិនដែលមានពេលសម្រាប់ឲ្យបានស្រួលបួលហើយក៏មិនដែលត្អូញត្អែរដែរគឺសុខចិត្តស៊ូទ្រាំដូច្នេះទៅដើម្បីធ្វើយ៉ាងណាឲ្យនាងអាចសងគុណទៅគេបានគុណដែលសងមិនចេះចប់សូម្បីតែមូលបត្រប្រាក់ខែក៏នាងយកទៅប្រគល់ជូនលោកស្រីផានីឲ្យយកទៅដាក់បញ្ចូលទៅក្នុងធនាគារលោកស្រីផានីផងដែរហើយក៏បានប្រគល់សិទ្ធិអំណាចទាំងអស់ទាំងស្រុងជូនលោកស្រីក្នុងការដាក់ដកប្រាក់នានាតាមទំនឹងចិត្តរបស់លោកស្រីក៏ព្រោះតែនាងមានភាពល្ងង់ខ្លៅមិនស្គាល់មិនយល់អ្វីទាំងអស់ហើយក៏ខ្លាចគេពេកផងដែរ